បាទសូមជម្រាបសួរបាទពុកម៉ែបងប្អូនដែលគោរពស្រឡាញ់វត្ថុស័ក្តិសិទ្ធិទាំងអស់គ្នាបាទថ្ងៃនេះបាទខ្ញុំបាទមានរបស់ពិសេសបាទទឹកម្រាបថ្មីបាទចង់មកបង្ហាញជូនបាទពុកម៉ែបងប្អូនបាទបានទស្សនាបាទហើយប្រភេទខ្នាយនេះគឺខ្នាយចិត្តជុំបាទខ្នាយចិត្តជុំដែលខ្ញុំធ្វើវីដេអូថ្ងៃមុនហ្នឹងបាទហើយឥឡូវសោបក្បាលនេះបាទជាងសោបក្បាលនេះអញ្ចឹងបាទសោបអស់ថ្លៃហ្នឹងបងបាទសោបអស់ថ្លៃបាទក្បាលនេះបាទហើយនេះថ្មសំលៀងបាទមកគូបាទមកគូឈុតប៉ុនគេអញ្ចឹងណាបាទហើយសម្រាប់ color នេះបាទខ្សែកនេះគឺប្រភេទខ្សែកបាទឈុតកូនសង្កត់បាទកូនសង្កត់នេះគឺនៅក្នុងក្នុងហ្នឹងគឺមានកថាបាទដែលគ្រូគាត់ចាមកបាទមានទាំងខាងស្នេហ៍បាទរស់ស៊ីបាទជួយដោចិត្តឆ្ងាយបាទផ្លូវចិត្តផ្លូវឆ្ងាយគឺបាទពិសេសបាទហើយប្រភេទកូនសង្កត់នេះបាទហើយសម្បីតាកន្លែងណាមេបតោងចុះមកនេះកោងនេះក៏ជាកថាដែរបាទហើយសត្វតាចាបល័យទាំងអស់បាទហើយឡតពីនេះក៏ជាកថាដែរបាទឡតពីនេះគឺខាងស្នេហ៍បាទខាងស្នេហ៍រុស្ស៊ីបាទគេចូលចិត្តអាណិតស្រឡាញ់តែច្រើនបាទហើយនេះគឺយើងមើលទៅនេះគឺសត្វកថាបាទប៉ុន្តែយើងរុំប្រភេទខ្សែនេះគឺយើងរុំម៉ូតអញ្ចឹងស្អាតបាទដោយសារយើងបើយើងដាក់កថាទៅទេគឺអត់ស្អាតអញ្ចឹងយើងរុំពីក្រៅបាទយើងមើលទៅស្អាតបាទឈុតពិសេសបាទហើយសម្បីតការរុំនេះក៏ជាប្រភេទយ័ន្តដែរហ្នឹងហើយបាទស្អាតបាទបងប្អូនណាកូនកត់នេះបាទឈុតនេះគឺស្អាតហើយនេះប្រភេទថ្មខ្មៅបាទបោកខ្មៅហើយនេះថ្មទឹកឃ្មុំបាទហ្នឹងហើយគាត់ធ្វើមកអញ្ចឹងបាទហ្នឹងហើយគាត់រុំមកអញ្ចឹងបាទកូនកត់នេះគឺខ្សែកនេះគឺពិសេសខ្លាំងបាទហើយខ្ញុំធ្វើនេះគឺសម្រាប់តែពាក់ខ្លួនឯងទេបាទហ្នឹងហើយសម្រាប់ពាក់ខ្លួនឯងបាទហើយទាំងណាពុកម៉ែបងប្អូនចង់បានបាទខ្ញុំអាចតាក់ទងទៅលោកគ្រូបានបាទប៉ុន្តែឈុតនេះគឺខ្ញុំអត់ជឿទេបាទឈុតខ្សែកហ្នឹងបាទហើយបតោងនៅខាងក្រោមបាទពុកម៉ែបងប្អូនគាត់មាននិស្ស័យបាទគាត់អាចជឿបានបាទប៉ុន្តែថាខ្សែកទៅលើនេះគឺខ្ញុំអត់ជឿទេណាបាទហ្នឹងហើយនេះប្រភេទបាទក្បាលនេះបាទយើងសូមមកអញ្ចឹងបាទប៉ុន្តែស្អាតបងប្អូនបាទហើយប្រភេទស្ពាន់បាទស្ពាន់លេខ1បាទប្រភេទស្ពាន់លេខ1នេះគឺយើងសោពាក់បាទហើយវាអាចដូរពណ៌តិចតួចបាទតែគាត់ថាអត់ខ្មៅទេបាទហើយនេះគឺប្រភេទអេណុកបាទហ្នឹងហើយសោបចឹងមកបាទស្អាតបាទឈុតហ្នឹងមកពិសេសបាទយើងអាចពាក់កចូលហើយមេបតោងថងចុងបង្ហើមបាទហើយសោបចូលល្មមបាទស្អាតបាទហ្នឹងហើយកូនកត់នេះចង់បានយូរហើយបាទតែឥឡូវបានបាទយើងចង់បានគឺយើងទៅស្រេសំបច្ច័យទៅបាទយើងអាចយកខ្សែកនឹងមកពាក់បានហើយបាទកូនកត់នេះបាទស្អាតហើយពុកម៉ែបងប្អូនគាត់មាននិស្ស័យថាហ្នឹងបាទគាត់អាចតាក់ទងខ្ញុំបានបាទហើយថានេះខាងលើបាទគឺខ្ញុំអត់ជឿទេបាទទុកដាក់ពាក់ខ្លួនឯងប៉ុន្តែបើពុកម៉ែបងប្អូនគាត់ចង់កំងខ្សែកហ្នឹងបាទខ្ញុំអាចសួរលោកគ្រូឲ្យបានបាទហើយបាទអញ្ចឹងវីដេអូនេះមានតែប៉ុណ្្នឹងទេបាទហើយក៏សូមបាទជម្រាបលាបាទពុកម៉ែបងប្អូនប៉ុណ្ណឹងបាទអរគុណច្រើន